ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី30ប្រារព្ធឡើងនៅថ្ងៃទី7ខែធ្នូឆ្នាំ2025បានសរុបទាញអ្នកចូលរួមប្រមាណជាង 16,000 នាក់កើនឡើង 25% បើប្រៀបធៀបនឹងឆ្នាំ2024កន្លងទៅខណៈព្រឹត្តិការណ៍នេះអ្នកទេសចរនឹងទទួលបានអារម្មណ៍រំភើបរីករាយជាមួយប្រាសាទបុរាណនិងទទួលយកនូវថាមពលពីធម្មជាតិដ៏អស្ចារ្យនៃប្រជាណាចក្រកម្ពុជាព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអង្គរមិនមែនគ្រាន់តែជាកីឡាប្រកួតនោះទេក៏ប៉ុន្តែក៏ជាព្រឹត្តិការណ៍វប្បធម៌កីឡានិងសប្បុរសធម៌ដ៏ធំមួយដែលមានអាយុកាលយូរអង្វែងគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា3ផ្នែកធំៗទី1គោលបំណងមនុស្សធម៌និងសប្បុរសធម៌នេះជាបេះដូងនៃព្រឹត្តិការណ៍ចាប់តាំងពីការចាប់ផ្ដើមដំបូងព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីជួយជនពិការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងលើកទឹកចិត្តដល់ជនពិការនៅកម្ពុជាតាមរយៈការចូលរួមរត់ប្រណាំងរបស់ពួកគេគាំទ្រមូលនិធិសុខភាពបរិច្ចាគថវិកាទៅកាន់អង្គការមនុស្សធម៌និងមន្ទីរពេទ្យនានាដូចជាមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាបង្ហាញពីការរួបរួមលើកកម្ពស់ស្មារតីនៃការចែករំលែកនិងមេត្តាធម៌ក្នុងចំណោមអត្តពលិកជាតិនិងអន្តរជាតិទី2គោលបំណងកីឡានិងសុខភាពលើកកម្ពស់សុខភាពជំរុញឲ្យប្រជាជនកម្ពុជានិងអន្តរជាតិចូលចិត្តការហាត់ប្រាណនិងការរត់ប្រណាំងដើម្បីលើកកម្ពស់សុខភាពរាងកាយនិងផ្លូវចិត្តការអភិវឌ្ឍវិស័យកីឡាផ្ដល់វេទិកាប្រកួតប្រជែងដែលមានស្តង់ដារអន្តរជាតិសម្រាប់អត្តពលិកជាតិ3គោលបំណងទេសចរនិងវប្បធម៌ផ្សព្វផ្សាយអង្គរប្រើប្រាស់តំបន់បេតិកភណ្ឌពិភពលោកអង្គរវត្តជាទីតាំងរត់ប្រណាំងដ៏ប្លែកនិងស្រស់ស្រាយបំផុតនៅលើពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរកីឡាចូលរួមចំណែកសេដ្ឋកិច្ចដោយបានដឹងស្រាប់ហើយការចូលរួមនេះមានចំនួនមនុស្សរហូតដល់ 16,000 នាក់មកពី86ប្រទេសបានចូលរួមចំណែកយ៉ាងធំធេងដល់ការកើនឡើងនៃចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបតាមរយៈការស្នាក់នៅសេវាកម្មដឹកជញ្ជូននិងម្ហូបអាហារជាដើមក្នុងព្រឹត្តិការណ៍លើកទី30នេះបង្ហាញថាព្រឹត្តិការណ៍នេះបានក្លាយទៅជាការវិភាគដ៏សំខាន់មួយនៅក្នុងប្រតិទិនរត់ប្រណាំងអន្តរជាតិដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់កម្ពុជាទៅកាន់ពិភពលោកតាមរយៈកីឡានិងបេតិកភណ្ឌ